លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីអញ្ជើញជួបសម្ដេចសំណាលផ្ដល់បានបសសនិងប្រគល់អំណោយជូនបងប្អូនប្រជាពលរដ្ឋជាង 1000 គ្រួសារនៅសង្កាត់ស្ទឹងមានជ័យទី 2 បងប្អូនប្រជាពលរដ្ឋជាង 1000 គ្រួសារទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគថវិកានិងបានមូលនិធិសម្បត្តិសុខាភិបាលឬបានបសសពីលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតពិធីជួបសម្ដេចសំណាលនេះធ្វើឡើងនៅព្រឹកថ្ងៃទី 20 ខែមិថុនាឆ្នាំ 2025 ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី 2 ខណ្ឌមានជ័យរាជធានីភ្នំពេញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីនិងអមដំណើរដោយឯកឧត្តមខុងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញព្រមទាំងមន្ត្រីអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀតក្នុងឱកាសនេះលោកជំទាវបណ្ឌិតបានមានប្រសាសន៍ថានេះជាលើកទី 2 ហើយដែលលោកជំទាវបានមកជួបសម្ដេចសំណាលសួរសុខទុក្ខព្រមទាំងនាំយកនៅអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋនៅទីនេះហើយនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋក្រីក្រជាពិសេសគឺសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតព្រមទាំងសម្ដេចធិបតីហ៊ុនម៉ាណែតដែលតែងខ្វល់ខ្វាយពីសុខទុក្ខប្រជាពលរដ្ឋជានិច្ចជាក់ស្ដែងនៅពេលនេះគឺសម្ដេចធិបតីបានផ្ដល់នៅអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាព្រមទាំងប្រគល់បានបសសជូនដល់ប្រជាពលរដ្ឋក្រីក្រជាង 1000 គ្រួសារដើម្បីបានព្យាបាលជំងឺដោយមិនអស់ប្រាក់លោកជំទាវបណ្ឌិតបានឲ្យដឹងបន្តថាកម្ពុជាមិនធ្លាប់មានសន្តិភាព500ឆ្នាំមកហើយតែក្នុងសម័យកាលនេះពលគឺក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចបានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះយើងមានទំនាស់ព្រំដែនជាមួយនឹងប្រទេសថៃដែលពាក់ព័ន្ធនឹងទំនាស់នេះកាលពីថ្ងៃទី 18 ខែមិថុនាមានប្រជាពលរដ្ឋខ្មែរយើងបានចូលរួមក្នុងក្បួនថ្មើរជើងនៃព្រឹត្តិការណ៍ Solidarity March ដែលមានអ្នកចូលរួមជាង 150,000 នាក់ព្រឹត្តិការណ៍នេះបានបង្ហាញឲ្យឃើញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាលនិងកងកម្លាំងជួរមុខកម្ពុជាលោកជំទាវពិតជាកោតសរសើរជាខ្លាំងចំពោះទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋយើងដែលបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជននិងយុវជនកម្ពុជាក្នុងក្របខ័ណ្ឌខឿនការពារជាតិប្រជាជនក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការការទូតនិងច្បាប់អន្តរជាតិទន្ទឹមគ្នានេះលោកជំទាវបណ្ឌិតក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តលើរាជរដ្ឋាភិបាលរបស់យើងក្នុងការដោះស្រាយបញ្ហាព្រំដែនយើងត្រូវរួមគ្នាសាមគ្គីជាធ្លុងមួយដើម្បីរក្សាជាតិមាតុភូមិរបស់យើងទុកឲ្យកូនចៅជំនាន់ក្រោយជាមួយគ្នានេះក្នុងពិធីនោះដែរឯកឧត្តមខុងស្រេងអភិបាលរាជធានីភ្នំពេញបានថ្លែងឲ្យដឹងបន្ថែមថាប្រជាពលរដ្ឋដែលមកទទួលអំណោយនាពេលនេះគឺមានចំនួន 1206 គ្រួសារជាមួយនឹងការផ្ដល់បានមូលនិធិសម្បត្តិសុខាភិបាលជាង 1000 នាក់នេះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ដើម្បីកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋឯកឧត្តមបានបញ្ជាក់ថាក្នុងចំនួនបានបសសទាំងជាង 1000 គ្រួសារនេះបានប្រគល់ជូនមូលនិធិកុមារកម្ពុជាចំនួន 960 នាក់និងប្រជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យ 2 ចំនួន 286 នាក់បន្ថែមពីលើនេះប្រជាពលរដ្ឋទាំង 1206 គ្រួសារនេះក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគមួយចំនួនរួមជាមួយនឹងថវិកាចំនួន 10,000 រៀល